E plus O បាន O ដែលខ្ញុំបានសរសេរនៅក្នុង Facebook កាលពីមួយខែមុនដែលមានន័យថា event បូក response បាន outcome អ្វីដែលកើតឡើងបូកនឹងការឆ្លើយតបរបស់យើងគឺជាលទ្ធផលយើងមើលអង្គខាងឆ្វេងបូកបញ្ចូលគ្នា event ព្រឹត្តិការណ៍ឬក៏ស្ថានភាពណាមួយយើងមិនអាចផ្លាស់ប្ដូរឬក៏កែប្រែបានទេប៉ុន្តែអ្វីដែលយើងអាចកែប្រែបានគឺ O បានថា response យើងអាចកែប្រែរបៀបដែលយើងឆ្លើយតបទៅនឹងព្រឹត្តិការណ៍ណាមួយរបៀបដែលឆ្លើយតបទៅនឹងស្ថានភាពណាមួយដែលកើតឡើងនៅក្នុងជីវិតរបស់យើងដែលនាំឲ្យមានលទ្ធផលខុសពីគ្នាដោយអាស្រ័យទៅលើរបៀបដែលយើងឆ្លើយតបទៅនឹងព្រឹត្តិការណ៍ឬក៏ស្ថានភាពឧទាហរណ៍មួយប្រសិនបើយើងកំពុងតែបើកឡានហើយចូលទៅក្នុងតំបន់ទីប្រជុំស្ទះចរាចរណ៍ខ្លាំងអញ្ចឹងការដែលស្ទះចរាចរណ៍គឺជាព្រឹត្តិការណ៍មួយហើយតើរបៀបដែលយើងឆ្លើយតបទៅព្រឹត្តិការណ៍យ៉ាងម៉េចអញ្ចឹងអ្នកឆ្លើយតបចំពោះព្រឹត្តិការណ៍មានផ្សេងៗទៀតគាត់អាច stress ខ្លាំងខឹងខ្លាំងឬក៏តបប្រមាថខ្លាំងអ្នកខ្លះគាត់អត់ខ្វល់ស្ទះទៅគាត់ដឹងតែចូលចិត្តស្ដាប់ចម្រៀងគាត់ចូលចិត្តក្នុងឡានស្ដាប់នៅមេរៀនពីអ្នកនិពន្ធល្បីៗក្នុងឡានទេចិនជាដើមជាងមើលលទ្ធផលនៃការឆ្លើយតបចំពោះព្រឹត្តិការណ៍ដែលស្ទះចរាចរណ៍នេះនាំឲ្យមានលទ្ធផលផ្សេងៗគ្នាអញ្ចឹងជាលទ្ធផលអ្នកដែលអត់ទៅខឹងច្រឡោតឬក៏អត់ទៅពេញចិត្តនឹងព្រឹត្តិការណ៍គឺគាត់ stress ខឹងសម្រាប់អ្នកដែលគាត់អត់ខ្វល់គាត់គិតថាស្ទះទៅគាត់នឹងពេលក្នុងឡានស្ដាប់មេរៀនបានយូរគាត់សប្បាយចិត្តគាត់ចម្រើនកាន់តែខ្លាំងដូច្នេះហើយយើងត្រូវតែរៀនគ្រប់គ្រងឬរបៀបដែលយើងឆ្លើយតបចំពោះព្រឹត្តិការណ៍ណាមួយដែលកើតឡើងក្នុងជីវិតរបស់យើង